សូមផ្ដល់សំណួរបន្ទាប់ទៅវាគ្មិនកិត្តិយសរបស់យើងគឺលោកផែនសំណាងអឺសូមលោកផ្ដល់យោបល់លើការបំពេញគម្លាតរវាងគោលនយោបាយនិងការអនុវត្តជាក់ស្ដែងតាមរយៈកម្មវិធីសាកល្បងនិងការចូលរួមសហគមន៍ព្រមទាំងការសម្រួលភាពជាដៃគូរវាងសាលារៀននិងសហគមន៍និងអង្គការពាក់ព័ន្ធ សំណួរបាទអរគុណច្រើនមែនទែនសម្រាប់សំណួរហើយសំណួរនេះពិតជាមានសារៈសំខាន់មែនទែនហើយដោយវាគ្មិនខាងដើមគាត់លើកគឺក្រសួងគាត់មានការប្រឹងប្រែងខិតខំមែនទែនដើម្បីជួយជំរុញការរៀនទាំងអស់គ្នាសម្រាប់កុមារមានវិកលភាពក៏ដូចជាកុមារមិនមានវិកលភាពតាមគោលការណ៍មិនទុកកុមារណាម្នាក់ចោលហើយតែយ៉ាងណាក៏ដោយក្នុងនាមខ្ញុំជា NGO តំណាង NGO ម្នាក់ខ្ញុំអឺមានមើលឃើញចំណុចដែលគួរតែធ្វើឲ្យប្រសើរឡើងបន្តិចពាក់ព័ន្ធជាមួយនឹងទី1គឺខ្ញុំគាត់ថានៅតែមានគម្លាតរវាងគោលនយោបាយនិងការអនុវត្តផ្ទាល់បាទជាពិសេសពាក់ព័ន្ធជាមួយនឹងការជំរុញការចូលរួមរបស់កុមារដែលមានពិការភាពហើយកុមារកោថ្លង់ក៏ដូចជាកុមារពិការភ្នែកនិងកុមារដែលមានសតិបញ្ញានិងអទីសឹមនេះគឺមានគម្លាតខ្លះដែលគួរឲ្យកត់សម្គាល់បាទបាទដើម្បីពង្រួញគម្លាតនេះឲ្យវាទូចតាមដែលអាចធ្វើទៅបានយើងមើលឃើញថាក្រសួងគឺគាត់លើកពីខាងដើមហើយគឺគាត់មាន6ខេត្តសំទោស6សាលាអប់រំពិសេសដែលមាននៅក្នុងខេត្តបាត់ដំបងនៅខេត្តកំពង់ចាមក៏ដូចជានៅភ្នំពេញប្រហែលជាខ្ញុំភ្លេចតាមវាគ្មិនខាងដើមគាត់លើកគាត់ខ្ញុំខ្វះចន្លោះសូមអធិស្ឋានផងបាទប៉ុន្តែយើងមើលទៅឃើញខេត្តមួយចំនួនទៀតដែលមិនទាន់មានសាលាស្មារតីកម្មក៏ដូចជាសាលាអប់រំពិសេសអញ្ចឹងទេកុមារដែលមានបញ្ហាកោថ្លង់ក៏ដូចជាកុមារដែលមានបញ្ហាកំហើញគឺគាត់នៅតែអត់ទាន់ទទួលបានការអប់រំប្រកបដោយបរិយាបន្នសម្រាប់ពួកគាត់បាទជាក់ស្ដែងនៅខេត្តពោធិ៍សាត់យើងខ្ញុំគឺយើងមានថ្នាក់សមាហកម្មសម្រាប់កុមារដែលមានសតិបញ្ញានិងអទីសឹមប៉ុន្តែនៅក្នុងនោះក៏យើងមានកុមារដែលមានបញ្ហាកំហើញក៏ដូចជាកុមារថ្លង់មួយចំនួនដែរប៉ុន្តែអង្គការ LDSP យើងខ្ញុំគឺអត់ទាន់មានជំនាញបទពិសោធន៍គ្រប់គ្រាន់ក្នុងការផ្ដល់ចំណេះដឹងឬក៏គៀងគរពួកគាត់មកដាក់នៅក្នុងសមាហកម្មបានអញ្ចឹងទេខ្ញុំគិតថាបើសិនជាខាងក្រសួងគឺអាចពង្រីកសក្តានុពលពាក់ព័ន្ធជាមួយនឹងកុមារថ្លង់ក៏ដូចជាកុមារមានបញ្ហាកំហើញនិងកុមារដែលមានបញ្ហាសតិបញ្ញានិងអទីសឹមជាការប្រសើរមែនទែនបាទនេះមួយហើយមួយទៀតយើងមើលឃើញថាការផ្សព្វផ្សាយនៅតាមសហគមន៍ទៅដល់អាណាព្យាបាលដែលមានកូនមានវិការភាពគឺនៅតែមានកម្រិតនៅឡើយបាទខ្ញុំចង់ថាក្រសួងព្យាយាមដុតដៃដុតជើងអង្គការមួយចំនួនក៏ព្យាយាមដុតដៃដុតជើងជួយផ្សព្វផ្សាយឬក៏ពង្រឹងសមត្ថភាពទៅដល់លោកគ្រូអ្នកគ្រូដែលនៅថ្នាក់បឋមសិក្សាដើម្បីពួកគាត់យល់ដឹងពីបញ្ហាអប់រំបរិយាបន្នប៉ុន្តែយ៉ាងណាក៏ដោយពាក់ព័ន្ធជាមួយនឹងសហគមន៍ការផ្សព្វផ្សាយចំណេះដឹងផ្សេងពាក់ព័ន្ធជាមួយនឹងការអប់រំកុមារមានវិការភាពឬក៏អប់រំបរិយាបន្នហ្នឹងគឺនៅតែមានកម្រិតនៅឡើយបាទនេះទី1ទី2ទៀតសាលាមួយចំនួនដែលគាត់មានថ្នាក់សមាហកម្មហ្នឹងលោកគ្រូអ្នកគ្រូអឺគាត់នៅតែមានការស្ទាក់ស្ទើរក្នុងការទទួលស្គាល់ថាសាលាហ្នឹងឬក៏ថ្នាក់ហ្នឹងគឺជាថ្នាក់របស់អង្គការវាមិនមែនជាអត់ទាន់ជាថ្នាក់របស់សាលារដ្ឋទេលាក់ទៅហើយគាត់នៅតែមានការស្ទាក់ស្ទើរក្នុងការដាក់កុមារដែលមានវិការភាពហ្នឹងនៅក្នុងចំនួនសិស្សប្រចាំឆ្នាំនៅក្នុងសាលារបស់គាត់ចង់មានន័យថាថ្នាក់សមាហកម្មកុមារមានវិការភាពសតិបញ្ញានិងអទីសឹមគឺគាត់អត់អាចរៀនដូចកុមារធម្មតាទេអត់អាចរៀនមួយឆ្នាំឡើងថ្នាក់មួយឆ្នាំឡើងថ្នាក់មួយឆ្នាំឡើងថ្នាក់ដូចកុមារមិនមានវិការភាពទេអញ្ចឹងនៅពេលដែលគាត់ដាក់កុមារនឹងនៅក្នុងបញ្ជីសិស្សរបស់សាលាវាអាចធ្វើឲ្យ
អត្រាគ្រោះថ្នាក់ហ្នឹងវាខ្ពស់បាទអត្រាគ្រោះថ្នាក់វាកើនឡើងអញ្ចឹងទេបាទគាត់មានការស្ទាក់ស្ទើរនឹងការបញ្ចូលកុមារដែលមានពិការភាពនៅក្នុងបញ្ជីសិស្សរបស់គាត់បាទហ្នឹងអ្វីដែលយើងមើលឃើញបាទហើយខ្ញុំមើលឃើញគម្លាតមួយទៀតបើសិនជាអាចក្រសួងគួរតែបង្កើនវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនតាមដែលអាចធ្វើទៅបានតាមការលើករបស់បងកណាត់គាត់ថាមួយឆ្នាំប្រហែលជាបានម្ដងពីរដងឬក៏ពី30នាក់ទៅពី20នាក់ទៅ30នាក់អញ្ចឹងចំនួននេះខ្ញុំគិតថាអត់ទាន់គ្រប់នឹងតម្រូវការសម្រាប់គ្រូបរិញ្ញាបត្រទូទាំងប្រទេសកម្ពុជានៅឡើយប៉ុន្តែលោកក៏បានលើកដែរពាក់ព័ន្ធរឿងនេះគឺដោយសារតែលទ្ធភាពហើយនឹងថវិកាដែលallocate បានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងហើយហ្នឹងគឺយើងយល់ទាំងអស់គ្នាបាទអរគុណច្រើនបាទបាទចំណុចទាំងនេះគឺជាអ្វីដែលយើងមើលឃើញគម្លាតរវាងការអនុវត្តផ្ទាល់ជាមួយនឹងអឺបាទគោលការណ៍ឬក៏បទដ្ឋានទេយុទ្ធឬក៏យុទ្ធសាស្ត្រផ្សេងៗរបស់រដ្ឋាភិបាលបាទអរគុណច្រើនមែនទែន